ពីណាងើបពីដេកហើយក៏នៅស្អាតអញ្ចឹងនេះGood morning បងប្អូនទាំងអស់គ្នាតោះទៅមកទឹកឲ្យធ្វើការងារទាំងអស់គ្នាតោះញ៉ាំបងប្អូនទាំងអស់គ្នាចាបិទសិនចាក់សិនតែរាយកមួយណាបើខោអាស្លៀកច្រើនយ៉ាងនេះកៅអៅនេះជាបងប្អូនទាំងអស់គ្នារៀងលាក់មាក់លីអូអញ្ចឹងទៅកៅអៅបែបនេះហើយអូយមិនដែរទៅអៅអូខេអូយខ្លួនឯងស្អាតទៀតនេះយ៉ាងមែនសាមអូខេតោះទៅកាត់សក់វិញខ្ញុំanh bán cắt về bằng đen các bạn đây là quay tay nhung các bạn chăm sạcបងប្អូនអរគ្នាអតិថិជនអ្នកគ្រូមិនមែនចេះតែបខំទេគឺគាត់ចង់កាត់ខ្លីខ្លួនឯងហ្មងបងប្អូនចាហើយជាមួយនឹងជាងមានជំនាញទៀតដាក់មកប៉ឹងចេញហ្មងហើយបងប្អូនចង់កាត់សក់ស្អាតៗដែរកុំភ្លេចមក Belly Salon ហើយបងប្អូនអរគ្នាមិនសមខ្ញុំកាត់សក់ឲ្យហើយនឹងខ្ញុំចុះប្លុកវិញបាយបាយឡើងជូតហ្មងចាបាយបាយមកពីស្រុកក្រៅមកកាត់សក់មកផ្ទះមកហ្មងចាហើយបងប្អូនមិនសមខ្ញុំកាត់សក់ឲ្យកាត់គោលហើយខ្ញុំមិនតបានស្លាយអត់តបានស្លាយអត់សុខចិត្តនេះអង្គុយចាំខ្ញុំទៀតខ្ញុំញ៉ាំសិនហើយមិញភ្ញៀវបងប្អូនណាខ្ញុំងើបមកខ្ញុំអត់តបានញ៉ាំអីញ៉ាំទឹកជាតិកម្មហើយខ្ញុំអត់តបានផឹកទឹកទេណាខ្ញុំកាត់សក់នេះបានមកឡើងកាភ្លុះហើយនេះបងប្អូនចាហើយឥឡូវកាហ្វេខ្ញុំក៏បានមកដល់ដែរពេលដូងហើយឥឡូវក្មេងតូចធ្វើការចាបន្តដំណើរក្នុងការកាត់សក់តាមមើលមុខខ្លួនឯងតិចសិនអីវាអត់តមើលមុខខ្លួនឯងអូសុំមែននៅស្អីអីស្អាតឆ្លាតទៅស៊ីអូយបានគេហ្វាអញ្ចឹងនិយាយថាស៊ីញ៉ាំខ្ញុំនិយាយថាឥឡូវខ្ញុំសុំចាំតិចសិនខ្ញុំសុំញ៉ាំកាហ្វេសិនខ្ញុំស្លាយសក់ឲ្យកូនសិស្សខ្ញុំសមមិនកាត់សក់2ថ្ងៃមិនហើយជោគជ័យហើយបងមិនចេះរដើនបងបើហឺនគឺបង giống như một vở kịch anh diễn trọn cả hai vai yêu thương trao về ai đớn đau bỏ lại có lẽ em đã không còn nước mắt xin người đừng oán trách rằng tại vì số đây em cảm ơn anh từ trong mà hai ngày rồiមកភាសាជាមួយអ្នកគ្រូគឺអ្នកគ្រូណែនាំឲ្យយកកញ្ចប់ស្អាតហើយកញ្ចប់ស្អាតនឹងមានអីគេខ្លះបងប្អូនទាំងអស់គ្នាគាត់ខាន់តែងខ្លួនណាចូល3ឆ្នាំហើយដោយសារតែគាត់យកកូនណាដើម្បីហើយនេះគឺធ្វើការចា highlight លាបពណ៌ក៏ដូចជាការអ៊ុតព្យាបាលកាត់សក់ម៉ូទៀតណាបងប្អូនចាដើម្បីផ្លាស់ប្ដូរសម្រស់ព្រោះអីណាយកកូនតម្រាំតថាបានកូននឹងវាកើតចេញមកហើយបងប្អូនទាំងអស់គ្នានិយាយទៅគាត់តមហ្នឹងគឺ3ឆ្នាំអត់បានតែងខ្លួនទេឥឡូវធ្វើការតែងខ្លួនដើម្បីឲ្យប្លែកម្ដងអញ្ចឹងណាហើយក៏អ្នកគ្រូក៏ណែនាំធ្វើឲ្យ highlight ក៏ដូចជាលាបពណ៌អញ្ចឹងទៅឲ្យប្លែកដល់នៃហ្មងតែជនម្នាក់ទៀតគឺគាត់គឺជាគៀងកាត់ដេកបងប្អូនទាំងអស់គ្នាមានស្គាល់គាត់ជាមួយមួយរបស់គាត់អីចឹងណាថ្ងៃហ្នឹងផងដែរគឺគាត់សម្រេចចិត្តធ្វើការកាត់សក់ប្រភេទខ្លីៗហើយគាត់កំងធ្វើមិនកាត់សក់ឲ្យដូចអ្នកគ្រូអញ្ចឹងណាហើយអ្នកគ្រូក៏ដាក់តាមសំណូមពរទៅបងប្អូនណានិយាយទៅឲ្យតែជួបអ្នកគ្រូដឹងតែស្រឡាញ់ខ្លីៗដោយសារតែអីដោយសារតែការទុកចិត្តជាមួយនឹងអតិថិជនមកកាន់អ្នកគ្រូថាអ្នកគ្រូគឺជាមនុស្សពូកែកាត់សក់មើលតម្រង់មុខអញ្ចឹងណាអញ្ចឹងបងប្អូនមិនរីមិនថាវ័យចំណាស់មិនថាវ័យក្មេងទេអាចជ្រើសរើសក្នុងការកាត់សក់ជាមួយអ្នកគ្រូកាត់តម្រង់វែងកាត់តម្រង់ខ្លីកាត់កូនក្មេងកាត់គ្រប់ម៉ូដបានបងប្អូនអាចជួយមក Belly Salon ទាំងពីរសាខាហើយមួយទៀតយើងនឹងមានទទួលសេវាកម្មដូចជា highlight លាបពណ៌អ៊ុតសក់ត្រង់ collagen ចាហើយមួយទៀតគឺផ្នែក PMU ផងដែរណាបងប្អូនទាំងអស់គ្នាទីតាំង Belly Salon ណាមានពីរសាខាសាខាទី1ស្ថិតនៅលើផ្លូវ139ផ្លូវការរំទឹករំទល់មុខពេទ្យសក្រិតសាខាទី2ស្ថិតនៅលើផ្លូវ60ម៉ែត្រទល់មុខសាលា IFPP ចង់បានភាពស្រស់ស្អាតនិងភាពជឿជាក់កុំភ្លេច Belly Salon ទាំងពីរសាខា